បងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel អសតធម្មជាតិរន្ទី2សូមចែកម្លែកបងប្អូនតកតងទៅនឹងដើមអន្ទង់សបងប្អូនដើមអន្ទង់សនេះគឺជួយតកតងទៅនឹងបញ្ហាជំងឺទឹកនោមផ្អែមឬក៏លើសជាតិស្ករបញ្ហាលើសជាតិស្ករឬក៏ទឹកនោមផ្អែមអញ្ចឹងដើមអន្ទង់សនេះគឺមានលក្ខណៈស្លឹកវារៀងទ្វែងអញ្ចឹងហើយមានសន្តានរៀងរៅជាធៀងអញ្ចឹងស្លឹកវាហើយនៅពេលដែលរឹសវាយើងជីកចូលទៅក្នុងដីទៅអាដើមវាខាងលើកម្ពស់ប្រមាណអារឹសចូលទៅក្នុងដីក៏ដូចគ្នាចឹងឯងដូចអន្ទង់អញ្ចឹងបងប្អូនហើយរាងសថ្លែកដូចអន្ទង់អញ្ចឹងរាងសាច់ដូចអន្ទង់អញ្ចឹងដែរហ្នឹងហើយអញ្ចឹងដែលពេលដែលយើងយកមកប្រើជាថ្នាំជាឱសថហ្នឹងគឺយើងយកអារឹសចូលក្នុងដីមិនមែនយកដើមឬក៏យកស្លឹកទេយើងយកអារឹសដែលចាក់ចូលទៅក្នុងដីជ្រៅអញ្ចឹងយើងយកដេញរឹសអន្ទង់សឬក៏អ្នកខ្លះហៅថាមើមអន្ទង់សហ្នឹងយកមកសម្រាប់ជួយព្យាបាលតកតងទៅនឹងជំងឺទឹកនោមផ្អែមឬក៏លើសជាតិស្ករអញ្ចឹងប្រសិនបើបងប្អូនមានបញ្ហាទឹកនោមផ្អែមឬក៏លើសជាតិស្ករនេះបងប្អូនយកឬអន្ទង់សនេះចំនួនត្រឹមតែមួយថ្នាំងដៃទៅមួយថ្នាំងដៃឧទាហរណ៍ថាមើលមានប្រព័ន្ធមេជើងអញ្ចឹងយើងយកត្រឹមតែមួយថ្នាំងដៃទៅបានដែរមួយថ្នាំងដៃយើងពុះជា2ណាបងប្អូនពុះជា2ហើយយើងយកមកដាំទឹកទទួលទាននៅដាំទឹកហូបទៅនឹងប្រសិនបើយើងមិនចេះប្រើជាលក្ខណៈវល់ជាក្រាមជាអីប្រសិនបើយើងចេះលក្ខណៈវល់ជាក្រាមយើងយកវាត្រឹមតែ10ក្រាមឯងបានដែរហ្នឹង10ក្រាមទៅសម្រាប់ដាំទឹកទទួលទានអាហ្នឹងសម្រាប់រឹសអន្ទង់សស្ងួតហើយប្រសិនបើពិបាកក្នុងការវល់ក្រាមវល់អីទេបងប្អូនយកត្រឹមតែ2 3ចំណិតទៅបងប្អូនកាត់វាហាលកាត់វាកង់ឲ្យហាលវាទៅយក2ចំណិត3ចំណិតចឹងណាយកដាំទឹកហូបទៅប៉ុន្តែគ្រាន់ថាវារៀងល្វីងខ្លាំងបងប្អូនល្វីងខ្លាំងបើសិននេះបងប្អូនអាចទ្រាំនឹងអាជាតិល្វីងនឹងបានដាក់ច្រើនតិចក៏បានណាដាក់2 3ចំណិតក៏បានប៉ុន្តែបើសិនជាបងប្អូនថាចាញ់ល្វីងណាអញ្ចឹងយើងប្រើត្រឹមតែ1ចំណិតទៅបានដែរ1ចំណិតគឺជួយព្យាបាលតកតទៅនឹងអាការៈជំងឺទឹកនោមផ្អែមឬក៏ឡើងជាតិស្ករនៅប្រទេសផ្សេងនៅដូចនៅម៉ាឡេស៊ីនៅអីគេនិយមប្រើមែនទែនអ្នកខ្លះគេច្នៃធ្វើជាកាហ្វេផងដែរបងប្អូនធ្វើជាកាហ្វេសរីរាង្គកាហ្វេជំនួយដល់សុខភាពនៅខាងម៉ាឡេស៊ីអីហ្នឹងគេនិយមប្រើម៉ាឡេស៊ីសិង្ហបុរីហ្នឹងបើនៅម៉ាឡេស៊ីគេហៅថាអីកងតាអាលីហ្នឹងគឺពេញនិយមប្រើមែនទែនកងតាអាលីហ្នឹងគឺដើមអន្ទង់សហ្នឹងឯងតែក្នុងហាងណាក៏គេដាក់តាំងដែរបងប្អូនហាងណាក៏ដាក់តាំងកាហ្វេហើយតាំងរូបដើមអន្ទង់សតាំងរូបមើមអន្ទង់សហ្នឹងឯងអញ្ចឹងតែគ្រប់ហាងតែហ្មងអញ្ចឹងគេពេញនិយមប្រើណាស់នៅប្រទេសគេហើយអញ្ចឹងបើសិនជាបងប្អូនអាចចង់ដឹងអាចប្រើបានហ្នឹងហើយទៅនឹងការលើសជាតិស្ករអីមិនអស់លុយទេអាចរកខ្លួនឯងបាននេះបងប្អូនមើលសន្តាននៃរៀងរែកដើមមែនទៅអាចរកខ្លួនឯងបានអញ្ចឹងណាមិនអស់លុយហើយរឹសវាចូលទៅក្នុងមើមវានឹងចាក់ចូលទៅក្នុងជ្រៅដើមវាកម្ពស់ម៉ានរឹសវាខាងក្នុងកម្ពស់ហ្នឹងប៉ុន្តែនេះប្រហែលជាដើមធំគេកាប់បាត់ហើយនៅសល់ដើមតូចអញ្ចឹងណាបងប្អូននៅសល់ដើមតូចបងប្អូនឃើញអញ្ចឹងនេះបងប្អូនជីកវាទៅជីកវាចាក់ទៅក្រោមទៅឃើញមើមវាសហើយមើមសដូចអន្ទង់អញ្ចឹងសស្គុះអញ្ចឹងយកមើមវាមកយកមកកាត់ហាលទៅកាត់កង់ហាលវាស្ងួតទុកប្រើប្រាស់សម្រាប់ដាំទឹកហូបជួយបញ្ហាក្តៅក្នុងបញ្ហាលើសជាតិស្ករហ្នឹងហើយឬក៏បងប្អូនដោះក៏បានដែរយកមកដោះទឹកក្តៅហូបក៏បានប្រសិនមកខ្ជិលដាំដោះទឹកហូបក៏បានប្រសិនបើមិនដោះទេយើងយកមកដាំទឹកហូបក៏បានដែរនឹងដាំទឹកហូបទៅអញ្ចឹងល្អមែនទែនណាថ្នាំហ្នឹងជួយជំនួយសុខភាពច្រើនណាចុះជាតិស្ករផងបញ្ហាដែលឡើងឈាមធីងធងវិលមុខអីហ្នឹងក៏ជួយបានប៉ុន្តែកុំប្រើច្រើនពេកប្រើត្រឹមតែល្មមបានហើយ1ចំណិតឬក៏2ចំណិតបានហើយកុំប្រើច្រើនដោយសារកាលណាយើងប្រើច្រើនទៅទី1វាល្វីងខ្លាំងទី2វាកាលណាប្រើលើសកម្រិតវាទៅជាជាតិពុលវិញវាមិនជួយដល់សុខភាពទេទៅធ្វើឲ្យយើងវាធីងធងវិលមុខដោយសារតែវាមានជាតិសកម្មថ្នាំនឹងខ្លាំងណាអញ្ចឹងយើងប្រើតែបន្តិចទៅបានហើយដើម្បីជួយដល់សុខភាពយើងត្រឹមតែ1ចំណិតឬក៏2ចំណិតដាំទឹកទទួលទានហូបទៅហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនដែលបានទស្សនាតាមដានសូមជួយ Subscribe នៅ Channel អសតធម្មជាតិរន្ទី2នេះម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងវីដេអូថ្មីទៀតទាក់ទងទៅនឹងរុក្ខជាតិអសតនៃបរិជាណាចក្រកម្ពុជានៃយើងអញ្ចឹងសូមអរគុណសុខសប្បាយទាំងអស់គ្នា